បាទអានេះទីសនាបរបស់ពូជផ្ការរំដួលខាងមងអស័យបងប្អូនណាបាទហើយយើងធ្វើទីសនាបវគ្គនេះគឺយើងចំណាយពូជអស់តិចទេបងប្អូនណាបាទមហត្តាយើងធ្វើអស់ត្រឹមតែ80គីឡូទេបងប្អូនណាបាទអញ្ចឹងការផលិតពូជគឺយើងចំណាយដើមក្នុងការព្រោះបងណាអស់តិចមហត្តាអស់តែ80គីឡូទេបងប្អូនណាបាទអញ្ចឹងយើងដំបូងគឺយើងត្រូវរកទិញអាជួអស់ហ្នឹងដើម្បីរៀបព្រាចសនាបរបស់យើងបងប្អូនណាបាទការងារវាងាយទេបងប្អូនណាបាទហើយបងប្អូនចង់ចេះបងប្អូនមកកសិដ្ឋានហ្នឹងមកបងប្អូនណាខាងសមាគមយើងអត់មានទៅគេហៅថាកំណាញ់អីទេបងប្អូនណាបាទប្រាប់បងប្អូនមកបងប្អូនណាហើយបើបងប្អូនចង់បានបងប្អូនតាក់ទងមកបងប្អូនណាបាទទៅមើលទៅទីតាំងហ្នឹងហើយតាក់ទងជាមួយនឹងពូជត្រូវបងប្អូនត្រូវការក៏តាក់ទងមកបានដែរបងប្អូនណាហើយបច្ចេកទេសបងប្អូនចង់ធ្វើបងប្អូនចង់ធ្វើអាហ្នឹងគឺស្រួលទេ500វាមានអីពិបាកទេបងប្អូនណាបាទព្រោះឥឡូវនេះវាស្អីគេមានជំនាញក្នុងការផលិតរបៀបថ្មីដែរបងប្អូនណាយើងអត់ធ្វើតាមរបៀបចាស់ទៀតទេអញ្ចឹងអ្វីក៏វាមានការផ្លាស់ប្ដូរដែរវាអត់មានថាអូចេះតែនៅជាលក្ខណៈអញ្ចឹងដែរអត់ទេបងប្អូនណាបាទគឺវាប្រែប្រួលដំបូងយើងប្រើសតុងបងប្អូនណាឥឡូវយើងឈប់ធ្វើជាសតុងហើយបងប្អូនណាបាទយើងអាចធ្វើជាទីសនាមអញ្ចឹងហើយដល់ពេលគឺយើងយកទៅព្រុសតែម្ដងបងប្អូនណាបាទយើងចំណាយពលកម្មវារៀងតិចដែរបងប្អូនណាហើយបើសិនតែយើងចង់ធ្វើជាម៉ាស៊ីនស្ទង់ក៏យើងធ្វើបានដែរបងប្អូនណាតែគាត់យើងចំណាយលុយទិញម៉ាស៊ីនអញ្ចឹងយើងអស់លុយទិញម៉ាស៊ីនចូល1000ជាងចិត្ត2000បាទហើយបើយើងធ្វើអញ្ចឹងគឺយើងអត់អស់លុយអីច្រើនទេបងប្អូនណាបាទគឺយើងអស់ត្រឹមតាចំណាយលុយទិញជួសម្រាប់ធ្វើទីសនាមហ្នឹងទេបងប្អូនណាបាទអស់លុយត្រឹមតា30-40រៀលអីប៉ុណ្្នឹងឯងធ្វើទីសនាមសម្រាប់ដីមហត្តាបងប្អូនណាអានេះខ្ញុំធ្វើដីវា6ហិកតាដំបូងអញ្ចឹងអស់លុយ100ជាងអញ្ចឹងប្រហែលជាមហត្តាហ្នឹងអស់20-30រៀលហ្នឹងឯងបងប្អូនណាបាទ